បាទជំរាបសួរនិងសួស្តីបងប្អូនទាំងអស់គ្នានេះជាសកម្មភាព4ថ្ងៃមុននៃការបាក់ស្រុតដីនៅកណ្ដាលទីក្រុងបាងកកនៅថ្ងៃទី24ខែ9ឆ្នាំ2025នេះជាមូលហេតុកោឆាកនៃការបាក់ស្រុតដីនៅកណ្ដាលទីក្រុងបាងកកនេះផងដែរបងប្អូនប៉ុន្តែរាជរដ្ឋាភិបាលរបស់ពួកសៀមមិនបានផ្សាយព័ត៌មានប្រាប់ប្រជាជននិងពិភពលោកអំពីរឿងនេះទេដោយសារមូលហេតុខ្លាចអាប់អោនកិត្តិយសនិងជួយចែករំលែកគ្រប់គ្នាផងដើម្បីឲ្យប្រជាជនសៀមមួយចំនួនដែលគាត់អត់ដឹងពីមូលហេតុនៃការបាក់ស្រុតដីខ្ញុំជឿជាក់ថាមូលហេតុនៃការរុងដីបាក់ដីស្រុកនៅកណ្ដាលទីក្រុងបាងកកហ្នឹងគឺមូលហេតុនៃការជីកដីធ្វើរថភ្លើងនេះឯងបងប្អូនមិនមែនការនឹងកើតឡើងដោយឯងនោះទេគឺខ្ញុំជឿជាក់ព្រោះខ្ញុំបានមើលវីដេអូដែលសៀមបាក់ដីហ្នឹងគឺមានរុងមួយនឹងធំបានចុះមកខាងក្រោមហើយខ្ញុំជឿជាក់ថាការធ្វើរថភ្លើងក្រោមដីនេះមិនមែនតែជនជាតិសៀមទេបងប្អូនគឺខ្ញុំសោកស្ដាយត្រង់ហ្នឹងដែរគឺខ្ញុំជឿជាក់ថាមានប្រទេសជិតខាងដែលធ្វើជាកម្មកររបស់ពួកសៀមហ្នឹងបងប្អូនគឺខ្ញុំក៏ជឿជាក់ដែរថាមិនមែនអត់មានមនុស្សស្លាប់ទេបងប្អូនប៉ុន្តែពួកសៀមបានបិទបាំងនៃព័ត៌មាននេះបងប្អូនគឺខ្ញុំជឿជាក់ប៉ុន្តែមិនដឹងថាមកពីអាកាសធាតុឬក៏មកពីបច្ចេកទេសរបស់វិស្វករសុកសៀមហ្នឹងទេប៉ុន្តែយើងត្រូវដឹងថាខែនេះខែវស្សាបងប្អូនវាអាចបាក់ស្រុតដីអាចមានទឹកភ្លៀងអញ្ចឹងណាវាអាចមានបញ្ហាដល់អាយុជីវិតណាប៉ុន្តែខ្ញុំមិនដឹងថាវិស្វករឬក៏រាជរដ្ឋាភិបាលសៀមហ្នឹងគាត់បានគិតគូរកន្លែងចំណុចហ្នឹងគឺខ្ញុំមិនដឹងដែរទេបងប្អូនបើសិនជាសៀមនេះធ្វើរថភ្លើងក្រោមដីហេតុអីមិនប្រាប់ប្រជាជនណារបស់ខ្លួនកុំឲ្យធ្វើចរាចរណ៍នៅខាងលើហ្នឹងដើម្បីកុំឲ្យវាមានបញ្ហាឬក៏គ្រោះថ្នាក់ដល់ប្រជាជនអញ្ចឹងបងប្អូនប៉ុន្តែប្រហែលជាគេលាក់បាំងហើយបងប្អូនព្រោះមូលហេតុអីគឺប្រជាជននៅខាងលើហ្នឹងគឺគាត់ធ្វើចរាចរណ៍ធម្មតាហើយខ្ញុំជឿជាក់ថាព័ត៌មានគឺมันអាចលាក់បាំងបានរហូតទេបងប្អូនមុននឹងក្រោយគឺគង់តែលាតត្រដាងទេគឺដោយសារពួកវិស្វករនិងអ្នកធ្វើការងារនៅក្នុងដីហ្នឹងគឺគាត់បានថតពីបញ្ហាហ្នឹងបងប្អូនដីធ្លាក់ចុះហ្នឹងនេះគឺជាមុននៃការបាក់ស្រុតដីបងប្អូនគឺបញ្ហាគឺនៅត្រង់នេះឯង